សម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្លែត្រប់ស្រួយ Thai eggplant គឺជាបន្លែស្រស់ដ៏ល្អឥតខ្ចោះមួយប្រភេទដែលគួរតែមាននៅក្នុងរបបអាហារប្រចាំថ្ងៃវាមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ប៉ុន្តែមានកាឡូរីនិងជាតិស្ករទាបបំផុតខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិចំណុចគួរប្រុងប្រយ័ត្ននៃផ្លែត្រប់ស្រួយចំពោះអ្នកជំងឺទឹកនោមផ្អែមគុណសម្បត្តិអត្ថប្រយោជន៍សន្ទុះជាតិស្ករទាបបំផុត Low GI ផ្លែត្រប់ស្រួយមានកាបូអ៊ីដ្រាត ខាប និងជាតិស្ករតិចតួចបំផុតដូចនេះវាមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេបើទោះបីជាញ៉ាំក្នុងបរិមាណច្រើនក៏ដោយសម្បូរទៅដោយជាតិសរសៃ Fiber ជាតិសរសៃនៅក្នុងត្រប់ស្រួយជួយពន្យាការរំលាយអាហារនិងការស្រូបយកជាតិស្ករទៅក្នុងចរន្តឈាមវាក៏ជួយឲ្យអ្នកជំងឺមានអារម្មណ៍ថាឆ្អែតបានយូរការពារការឃ្លានចំណីផ្ទះផ្ទះនិងជួយដល់ការបញ្ចុះទម្ងន់មានផ្ទុកសារធាតុប៉ូលីហ្វេណុលការសិក្សាស្រាវជ្រាវបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីកម្មប្រភេទប៉ូលីហ្វេណុលដែលមាននៅក្នុងត្រប់អាចជួយកាត់បន្ថយការស្រូបយកជាតិស្ករនៅក្នុងពោះវៀននិងជួយបង្កើនការផលិតអាំងស៊ុយលីនពីលំពែងជួយសម្របទម្ងន់និងបញ្ចុះជាតិខ្លាញ់អ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងមានបញ្ហាលើសទម្ងន់ឬលើសជាតិខ្លាញ់ត្រប់ស្រួយគ្មានជាតិខ្លាញ់ fat free និងមានកាឡូរីទាបខ្លាំង100ក្រាមមានត្រឹមតែប្រហែល20ទៅ25កាឡូរីប៉ុណ្ណោះដែលជួយគ្រប់គ្រងទម្ងន់និងកាត់បន្ថយខ្លាញ់កូលេស្តេរ៉ុលអាក្រក់បានយ៉ាងល្អសម្បូរវីតាមីននិងជាតិរ៉ាវាផ្ទុកវីតាមីន C K B6 និងប៉ូតាស្យូមដែលជួយទ្រទ្រង់ប្រព័ន្ធស៊ាំការពារកោសិកានិងជួយគ្រប់គ្រងសម្ពាធឈាមមិនឲ្យឡើងខ្ពស់កាត់បន្ថយហានិភ័យជំងឺបេះដូងគុណវិបត្តិចំណុចគួរប្រុងប្រយ័ត្នទោះបីជាត្រប់ស្រួយជាបន្លែល្អខ្លាំងប៉ុន្តែអ្នកជំងឺក៏ត្រូវប្រុងប្រយ័ត្នលើចំណុចទាំងនេះដែរសារធាតុសូឡេនីនអាចធ្វើឲ្យឈឺសន្លាក់ឬពិបាករំលាយអាហារត្រប់ស្រួយស្ថិតក្នុងគ្រួសាររុក្ខជាតិសូឡាណាសេដែលមានផ្ទុកសារធាតុម្យ៉ាងឈ្មោះសូឡេនីនជាពិសេសគឺនៅក្នុងត្រប់ដែលខ្ចីពេកឬត្រប់ដែលទុកចោលរហូតដល់ចេញពណ៌ខៀវស្វាយក្រមៅប្រសិនបើញ៉ាំឆៅច្រើនហួសប្រមាណវាអាចបង្កឲ្យមានការរលាកសន្លាក់ធ្វើឲ្យឈឺសន្លាក់ឬប៉ះពាល់ដល់ក្រពះពោះវៀនក្អួតរាគចំពោះអ្នកខ្លះដែលមានប្រព័ន្ធការពាររាងកាយខ្សោយបញ្ហាគ្រឿងជ្រលក់ប្រុងប្រយ័ត្នខ្លាំងប្រជាជនយើងនិយមញ៉ាំត្រប់ស្រួយឆាលាយជាមួយទឹកគ្រឿងប្រហុកបុកឬទឹកត្រីផ្អែមគ្រឿងជ្រលក់ទាំងនេះច្រើនតែមានបុកបន្ថែមស្ករសឬប៊ីចេងច្រើនដែលវាអាចធ្វើឲ្យជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់និងឡើងសម្ពាធឈាមដោយសារជាតិប្រៃសូដ្យូមពីប្រហុកឬទឹកត្រីមិនមែនមកពីផ្លែត្រប់នោះទេសារធាតុអាល់កុលិកហានិភ័យគ្រោះក្នុងតម្រងនោមត្រប់ស្រួយមានផ្ទុកសារធាតុអាល់កុលិកគួរសមដែរប្រសិនបើអ្នកជំងឺទឹកនោមផ្អែមដែលមានប្រវត្តិឬកំពុងមានជំងឺគ្រុលក្នុងតម្រងនោមគួរតែជៀសវាងការញ៉ាំត្រប់ស្រួយឆៅក្នុងបរិមាណច្រើនពេកវិធីញ៉ាំផ្លែត្រប់ស្រួយឲ្យមានសុវត្ថិភាព 1. លាងសម្អាតឲ្យបានស្អាតប្រសិនបើញ៉ាំឆៅត្រូវលាងទឹកឲ្យបានស្អាតឬត្រាំទឹកអំបិលបន្តិចដើម្បីជម្រះជាតិគីមីឬបាក់តេរី 2. ប្រុងប្រយ័ត្នរឿងទឹកជ្រលក់គួរធ្វើទឹកគ្រឿងឬទឹកជ្រលក់ដោយខ្លួនឯងដោយកាត់បន្ថយការដាក់ស្ករសនិងអំបិលទឹកត្រីកុំឲ្យប្រៃពេកឬផ្អែមពេក 3. ចម្អិនឲ្យឆ្អិនកាន់តែល្អការយកត្រប់ស្រួយទៅស្លកូស្លប្រហើរឬដុតជួយកាត់បន្ថយសារធាតុសូឡេនីននិងធ្វើឲ្យប្រព័ន្ធរំលាយអាហារងាយស្រួលស្រូបយកសារធាតុចិញ្ចឹមជាងការញ៉ាំឆៅតែហាមយកទៅបំពងខ្លាញ់ទឹករំអិលព្រោះវានឹងស្រូបខ្លាញ់ចូលច្រើនធ្វើឲ្យប៉ះពាល់ដល់សុខភាព